កម្ពុជាចេះបង្កើតឱកាសនិងប្រើឱកាសធ្វើជាម្ចាស់ផ្ទះមហាសន្និបាតកាយរដ្ឋនារីពិភពលោកលើកទី39និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OBPS លើកទី42ផ្សព្វផ្សាយឲ្យពិភពលោកឃើញថាប្រទេសខ្មែរមានសុវត្ថិភាពមានសន្តិភាពសន្តិសុខសន្តិភាពនិងមានទេសចរវប្បធម៌ដ៏ល្អឯកមួយក្នុងពិភពលោកវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបើកជាផ្លូវការបានបង្ហាញទៅកាន់ពិភពលោកនៅការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះចលនារបស់យុវតីដើម្បីអាចទទួលប្រតិភូអន្តរជាតិរួមទាំងក្មេងស្រីនិងស្ត្រីវ័យក្មេងមកពីជុំវិញសកលលោកឲ្យមកជួបជុំគ្នាប្រទេសម្ចាស់ផ្ទះត្រូវតែធានាបាននៅកត្តាសន្តិសុខជាចម្បងព្រឹត្តិការណ៍ Youth Pre Event កាលពីថ្ងៃទី14-15មិថុនាបានផ្ដល់នូវលំហដែលមានសុវត្ថិភាពនិងភាពក្លាហានគឺជាសក្ខីកម្មមិនអាចប្រកែកបានថាប្រទេសកម្ពុជាជាទឹកដីនៃភាពត្រជាក់ត្រជុំក្រោមម្លប់នៃសន្តិភាពសណ្ដាប់ធ្នាប់ល្អនិងស្នាមញញឹមប្រកបដោយភាពកក់ក្ដៅរបស់ប្រជាជនកម្ពុជាបានបង្កើតជាទស្សនវិជ្ជាដ៏ទាក់ទាញនិងផ្ដល់ទំនុកចិត្តយ៉ាងខ្ពស់ដល់ឪពុកម្ដាយនិងថ្នាក់ដឹកនាំកាយរដ្ឋនារីទូទាំងពិភពលោកព្រឹត្តិការណ៍នេះគឺជាវេទិកាផ្សព្វផ្សាយទេសចរដ៏មានឥទ្ធិពលបំផុតតាមរយៈកម្មវិធីស្វែងរកកំណត់នៅប្រាសាទអង្គរវត្តមិនត្រឹមតែបង្កើតមិត្តភាពទេប៉ុន្តែបានបង្ហាញពីភាពអស្ចារ្យនៃបេតិកភណ្ឌពិភពលោករបស់ខ្មែរទៅកាន់យុវជនជំនាន់ក្រោយមកពីជុំវិញពិភពលោកផ្ទាល់តែម្ដងមិនតែប៉ុណ្ណោះការបង្កើតកម្មវិធីរាត្រីអន្តរជាតិនិងការសម្ដែងរបាំប្រពៃណីដ៏រស់រវើកនិងល្អឯកពីសំណាក់កុមារីនិងយុវតីកម្ពុជាបានធ្វើឲ្យអត្តសញ្ញាណខ្មែរចាក់ឫសក្នុងបេះដូងប្រតិភូអន្តរជាតិប្រតិភូទាំងនោះនឹងក្លាយជាទូតសុឆន្ទៈទេសចរនាំយករឿងរ៉ាវដ៏ស្រស់ស្អាតរបស់កម្ពុជាទៅនិទានប្រាប់គ្រួសារនិងមិត្តភ័ក្តិនៅក្នុងប្រទេសរបស់ពួកគេក្រោយវិលត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញក្រោមការដឹកនាំដ៏ឈ្លាសវៃនិងឆ្នើមរបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការនៃសមាគមកាយរដ្ឋនារីកម្ពុជាព្រឹត្តិការណ៍នេះបានបើកទ្វារឲ្យក្មេងស្រីនិងស្ត្រីវ័យក្មេងកម្ពុជាបានបង្ហាញដូចជាបង្ហាញពីសមត្ថភាពចំណេះដឹងខាងអភិបាលកិច្ចនិងជំនាញដឹកនាំដើរតួជាម្ចាស់ផ្ទះដ៏រាក់ទាក់និងមានទំនុកចិត្តខ្ពស់អាចប្រស័យតាក់ទងនិងធ្វើការងារជាក្រុមជាមួយស្ត្រីមកពីបណ្ដាប្រទេសជឿនលឿននានាដោយគ្មានភាពរារែកនេះគឺជាការបំបែកគំនិតចាស់បុរាណនិងបង្ហាញថាស្ត្រីកម្ពុជានាពេលបច្ចុប្បន្នមានសក្តានុពលមានភាពឆ្លាតវៃនិងភាពក្លាហានមិនចាញ់ស្ត្រីនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍនោះឡើយសន្និសីទពិភពលោក WAGGGS លើកទី39នៅកម្ពុជាមិនមែនគ្រាន់តែជាកិច្ចប្រជុំធម្មតានោះទេប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានបង្ហាញពីឥទ្ធិពលទុនរបស់កម្ពុជាវាកំពុងជួយកសាងកេរដំណែលរបស់កម្ពុជាតាមរយៈការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំឆ្លងជំនាន់និងបញ្ជាក់ទៅកាន់ពិភពលោកថាកម្ពុជាមើលឃើញកម្ពុជាយកចិត្តទុកដាក់និងកម្ពុជាធ្វើសកម្មភាពដើម្បីអនាគតដ៏ភ្លឺស្វាងនៃយុវវ័យសកលលោកជាពិសេសប្រើព្រឹត្តិការណ៍ស្ត្រីសពដូច្នេះទៀតគឺជាសក្ខីកម្មបញ្ជាក់ថាយើងមានសន្តិភាពមានការអភិវឌ្ឍនិងមានសមត្ថភាពនិងសក្តានុពលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកពីជុំវិញពិភពលោកគេមកចូលរួមគេផ្សព្វផ្សាយជាព័ត៌មានគេបង្ហោះតាម social media របស់គេនៅតាមប្រទេសនីមួយៗដោយផ្សាយពាណិជ្ជកម្មឲ្យកម្ពុជា free ដូច្នោះដែរចា៎ពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់នាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយចែករំលែកព័ត៌មាននេះចា៎ពីព្រោះនេះគឺជារឿងល្អមែនទែនដែលប្រទេសកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកាយរដ្ឋនារីកម្រិតពិភពលោកចា៎ដែលមានប្រទេសជាច្រើនមកចូលរួមហើយក៏ជាការបង្ហាញឲ្យអន្តរជាតិបានមើលឃើញដែរថាកម្ពុជាមិនមានពណ៌ខ្មៅដោយការលាបពណ៌របស់ប្រទេសសៀមឬក៏ប្រទេសឈ្លានពានយើងនោះឡើយហើយកម្មវិធីនេះក៏ជាកម្មវិធីមួយដែលនឹងជួយលាងជម្រះនៅមន្ទិលចានឹងគេឈ្មោះដែលប្រទេសចៅសៀមឈ្លានពានតែងតែលាបពណ៌យើងនៅលើឆាកអន្តរជាតិផងដែរអញ្ចឹងហើយចង់ឲ្យពុកម៉ែបងប្អូនប្រជាជនខ្មែរជាទីស្រឡាញ់ចូលរួមចែករំលែកនៅដំណឹងដ៏ល្អបែបនេះព្រោះការចូលរួមចែករំលែកក៏ដូចជាការចូលរួមជាចំណែកផ្សព្វផ្សាយនៅរឿងរ៉ាវល្អៗពីកម្ពុជាទៅកាន់ពិភពលោកផងដែរយើងម្នាក់អាចចូលរួមចែករំលែករឿងល្អមួយរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិពីនាងខ្ញុំនីកាសូមអរគុណ